បងប្អូនទាំងអស់គ្នាដែលធ្លាប់យកត្រីប្រាហ្នឹងយកវាមកធ្វើម្ហូបឆាក្តៅបែបនឹងដែរឬអត់បើខ្ញុំវិញណាចូលចិត្តយកត្រីអណ្ដែងហើយនឹងត្រីប្រាហ្នឹងយកវាមកឆាក្តៅណាបងប្អូននេះហើយជាពិសេសហ្នឹងត្រីប្រាហ្នឹងតែម្ដងត្រីហ្នឹងវារាងសម្បូរខ្លាញ់ពេលដែលយកមកឆាក្តៅទៅសាច់ត្រីឡើងទន់ហើយចូលជាតិគ្នាឆ្ងាញ់ខ្លាំងមែនតែនចាហើយត្រីប្រាហ្នឹងគឺខ្ញុំបានលាងសម្អាតវាស្អាតទៅហើយកាត់វាជាកង់រាងក្រាស់បន្តិចមកបងប្អូនពេលដែលយកទៅចៀនទៅវាអត់បែកអញ្ចឹងណាហើយគ្រឿងផ្សំអីហ្នឹងបងប្អូនអាចមើលតាមនៅក្នុងវីដេអូហ្នឹងបានចាឥឡូវនេះខ្ញុំចាប់ផ្ដើមយកត្រីយកវាមកចៀនសិនខ្ញុំចាក់ប្រេងឆារៀងច្រើនបន្តិចចូលទៅក្នុងខ្ទះហើយដាក់ម្សៅបំពងចូលទៅមួយស្លាបព្រាបាយហើយកូរវាឲ្យសព្វខ្ញុំដាក់ម្សៅបំពងបែបហ្នឹងដើម្បីពេលដែលដាក់ចៀនត្រីទៅកុំឲ្យវាផ្ទុះឬក៏ខ្ទាតខ្លាញ់ខ្លាំងអញ្ចឹងណាបងប្អូនចាហើយត្រីនឹងវិញគឺខ្ញុំចូលចិត្តចៀនវាឲ្យរាងក្រៀមល្អបន្តិចឥឡូវនេះត្រីក្រៀមមួយចំហៀងហើយអញ្ចឹងខ្ញុំក៏ប្រែត្រឡប់វាមួយចំហៀងទៀតដើម្បីឲ្យត្រីវាឆ្អិនហើយនឹងក្រៀមបានសព្វល្អអញ្ចឹងណាបងប្អូនឥឡូវនេះត្រីបានចៀនឆ្អិនរួចរាល់ហើយខ្ញុំក៏ស្រង់វាទុកម្ល៉េះសិនទុកវាឲ្យស្រស់ខ្លាញ់ល្អសិនណាបងប្អូនបានខ្ញុំយកវាមកឆាចាចំពោះរបៀបឆារបស់ខ្ញុំវិញដំបូងគឺខ្ញុំយកខ្ទឹមសខ្ទឹមក្រហមចិញ្ច្រាំហ្នឹងយកវាមកលីងឲ្យវាឡើងក្លិនឈ្ងុយហើយបានខ្ញុំដាក់គល់ស្លឹកគ្រៃរំដេងស្លឹកក្រូចសើចហើយនឹងម្ទេសនឹងចូលទៅហើយឆាគ្រឿងទាំងអស់ហ្នឹងឲ្យវាឈ្ងុយហើយបានខ្ញុំដាក់គ្រឿងផ្សំផ្សេងចូលដូចជាទឹកត្រីម្សៅស៊ុបស្ករត្នោតបងប្អូនចង់ដាក់ជាស្ករសអីក៏បានដែរតាមចំណង់ចំណូលចិត្តហើយប៊ីចេងនិងប្រេងខ្យងចូលទៅហើយបន្ទាប់មកខ្ញុំឆាឲ្យគ្រឿងទាំងអស់ហ្នឹងវាបានរលាយសព្វចូលជាតិគ្នាល្អសិនចំពោះរសជាតិវិញបងប្អូនចូលចិត្តប្រៃផ្អែមអីលៃលកទៅតាមចំណង់ចំណូលចិត្តទៅឆាគ្រឿងទាំងអស់ហ្នឹងបានចូលជាតិគ្នាសព្វល្អហើយគឺខ្ញុំចាក់ទឹកចូលទៅមួយកូនចានតូចនិយាយទៅឆាហ្នឹងគឺយើងយកទឹករៀងប៉ិអញ្ចឹងណាបងប្អូនហើយដាក់ត្រីដែលខ្ញុំបានចៀនមុននឹងចូលទៅហើយឆាវាត្រឡប់ទៅត្រឡប់មកដើម្បីឲ្យត្រីជាមួយនឹងគ្រឿងហ្នឹងវាបានចូលជាតិគ្នាសព្វល្អហើយបន្ទាប់មកគឺខ្ញុំដាក់រំងាស់ត្រីនឹងប្រហែលជា5នាទីអីទៀតបងប្អូនហើយបើកភ្លើងតិចមកល្មមបានហើយយើងរំងាស់វាចោលប្រហែលជា5នាទីហ្នឹងដើម្បីឲ្យត្រីជាមួយនឹងគ្រឿងហ្នឹងវាបានចូលជាតិគ្នាកាន់តែសព្វល្អហើយចុងក្រោយដាក់ម្រះព្រៅចូលទៅគឺថាឆ្អិនរួចរាល់ជាការស្រេចហើយបើសិនជាបងប្អូនចូលចិត្តញ៉ាំសណ្តែកដីដាក់សណ្តែកដីរោយពីលើទៀតក៏បានដែរចាឥឡូវនេះឆាក្តៅត្រីប្រារបស់ខ្ញុំបានធ្វើឆ្អិនរួចរាល់ហើយទំនងដែរអត់បងប្អូនហើយវីដេអូធ្វើម្ហូបថ្ងៃនេះក៏មានតែប៉ុណ្្នឹងដែរអរគុណបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូធ្វើម្ហូបក្រោយៗទៀត